ទស្សនិកជនជាទីគោរពវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025ជូនដល់មន្ត្រីនៃលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោតតំណាងគណៈបកនយោបាយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធដែលបានប្រព្រឹត្តទៅរយៈពេល2ថ្ងៃបានបិទបញ្ចប់ដោយជោគជ័យនិងទទួលបានលទ្ធផលល្អប្រសើរនៅរសៀលថ្ងៃទី25ខែមេសាឆ្នាំ2025លេខាធិការដ្ឋានរៀបចំការបោះឆ្នោតចំនួន12បានបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025ជូនដល់មន្ត្រីនៃលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោតតំណាងគណៈបកនយោបាយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025នេះបានចែកចេញជា2វគ្គដោយវគ្គទី1បានប្រព្រឹត្តទៅនៅក្នុងរាជធានីខេត្តចំនួន13និងបានរៀបចំនៅថ្ងៃទី21ដល់ថ្ងៃទី22ហើយខេត្តចំនួន12ទៀតបានរៀបចំនៅថ្ងៃទី24ដល់ថ្ងៃទី25ខែមេសាឆ្នាំ2025ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែងលោកវង្សសុភ័ណ្ឌដែលបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែងនារសៀលនេះបានធ្វើការណែនាំដល់គ្រូបង្ហាត់ប្រចាំក្រុងស្រុកទាំងអស់ត្រូវត្រៀមរៀបចំសម្ភារៈឧទ្ទេសនិងត្រៀមលក្ខណៈដើម្បីធ្វើការបណ្ដុះបណ្ដាលបន្តឲ្យស្របតាមផែនការប្រតិទិននិងកម្មវិធីដែលបានកំណត់ធ្វើយ៉ាងណាឲ្យការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025ទទួលបានលទ្ធផលល្អប្រសើរខ្ញុំបាទមានសង្ឃឹមជឿជាក់ថាវគ្គបណ្ដុះបណ្ដាលរយៈពេល2ថ្ងៃនេះជាកិច្ចការមួយដែលមានលក្ខណៈល្អប្រសើរហើយខ្ញុំនឹងសង្ឃឹមជឿជាក់ថារាល់គ្រូឧទ្ទេសទាំងអស់ត្រូវបានយកចំណេះដឹងទាំងនេះដើម្បីធ្វើការផ្សព្វផ្សាយនិងធ្វើការបើកវគ្គបន្តដើម្បីឲ្យភាគីពាក់ព័ន្ធដែលមានដូចជាខេត្តឃុំស្រុកទាំងអស់ជាពិសេសអង្គការក្រៅរដ្ឋាភិបាលសមាគមទាំងអស់ឲ្យយល់ច្បាស់អំពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ2025យ៉ាងនេះហើយបន្តនេះដែរគឺយើងក៏រំពឹងថារាល់កិច្ចការងារដែលយើងធ្វើកិច្ចការងារបណ្ដុះបណ្ដាលនេះលោកគ្រូអ្នកគ្រូនឹងធ្វើការបន្តបណ្ដុះបណ្ដាលទៅដល់កចបសម្រាប់ឲ្យអនុវត្តកិច្ចការងារនេះឲ្យមានប្រសិទ្ធភាពហើយនឹងទទួលបាននៅភាពជោគជ័យល្អប្រសើរហើយនឹងបញ្ជាក់ឲ្យច្បាស់ថារាល់កិច្ចការងារនៃការបណ្ដុះបណ្ដាលនេះឲ្យយល់ដឹងអំពីសារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះដើម្បីឲ្យអ្នកងារក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលអីឲ្យយល់ហើយនឹងអនុវត្តស្របទៅតាមច្បាប់បទបញ្ជានិងនីតិវិធីសេចក្តីណែនាំនិងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដើម្បីឲ្យលោកយល់ច្បាស់ហើយនឹងអនុវត្តជាពំខានហើយមួយចំណុចទៀតក៏បានផ្ដាំផ្ញើជូនគាត់ថាយកចិត្តទុកដាក់បន្តការបណ្ដុះបណ្ដាលធ្វើម៉េចឲ្យទៅតាមប្រធានបទដែលគ្រូថ្នាក់ជាតិយើងបានបណ្ដុះបណ្ដាលនៅថ្ងៃនេះបន្តទៅថ្ងៃទី29-30ខាងមុខនេះគឺឲ្យគាត់ផ្សព្វផ្សាយឲ្យគ្រប់ទៅតាមប្រធានបទដែលយើងត្រូវចង់បានមួយទៀតក៏ខ្ញុំបានផ្ដាំផ្ញើដល់គ្រូបង្ហាត់ដែរថាធ្វើម៉េចយកចិត្តទុកដាក់ព្រោះថាចំណុចសំខាន់ថ្មីរបស់កយបមានដូចជាការធ្វើជីវមាត្រអញ្ចឹងចំណុចនេះជាចំណុចថ្មីអញ្ចឹងមានការផ្ដាំផ្ញើឲ្យគាត់ត្រូវយកចិត្តទុកដាក់ផ្ដាំផ្ញើគាត់ឲ្យមេភូមិក៏ដូចជាឃុំត្រូវសហការក្នុងការគៀងគរប្រម៉ែប្រមូលដោយសារយើងក៏បានធ្វើលិខិតអញ្ជើញទៅដល់ប្រជាពលរដ្ឋហើយសូមជម្រាបជូនថាបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះនៅថ្ងៃទី29និងថ្ងៃទី30ខែមេសាឆ្នាំ2025លេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោតទាំង25និងរៀបចំវគ្គបណ្ដុះបណ្ដាលបន្តដល់ក្រុមចុះឈ្មោះបោះឆ្នោតនិងក្រុមប្រឹក្សាឃុំសង្កាត់នៅទីប្រមូលផ្ដុំក្រុងស្រុកខណ្ឌជាបន្តទៀតគ្រូបង្ហាត់ប្រចាំស្រុកកញ្ជ្រៀតនៃខេត្តព្រៃវែងបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការត្រៀមលក្ខណៈបណ្ដុះបណ្ដាលបន្តដល់ក្រុមចុះឈ្មោះបោះឆ្នោតនិងក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអ្នកអនុវត្តផ្ទាល់លើការងារចុះឈ្មោះបោះឆ្នោតសម្រាប់ខ្ញុំបានការបណ្ដុះបណ្ដាលនេះគឺមានភាពបាត់បោះច្រើនបាទដែលមានការបញ្យល់ទេវវិធីឬក៏បច្ចេកទេសផ្សេងៗពីគ្រូថ្នាក់ជាតិ
ដើម្បីខ្ញុំមានមូលដ្ឋានសម្រាប់ទៅបន្តបណ្ដាបន្តបានថ្ងៃទី29ថ្ងៃទី30ខែមេសាឆ្នាំ2025នេះដល់ទៅក្រុមកចបនិងក្រុមប្រឹក្សាឃុំដែលគាត់សម្រាប់យកទៅចុះអនុវត្តផ្ទាល់នៅពេលដែលជាឈ្មោះនិងជួយឲ្យឆ្នោតសម្រាប់ឆ្នាំ2025ដោយមានលទ្ធផលល្អរលូនទៅមុខបាទហើយយើងខ្ញុំផ្ទាល់បញ្ញាចិត្តនិងផ្ទេរចំណេះដឹងទាំងអស់ដែលក្រោយចប់ដំណើរនេះទៅដល់ក្រុមកចបក៏ដូចជាក្រុមសាឃុំទាំងអស់បាទដើម្បីទទួលផលបាទឲ្យល្អប្រសើរបាទអរគុណបង បាទទស្សនិកជនជាទីគោរពព័ត៌មានថ្មីពីកោជបដែលលោកអ្នកនាងបានតាមដានទស្សនាអំបញ្ញមិញនេះចប់តែប៉ុណ្ណេះខ្ញុំបាទរួមនឹងក្រុមការងារផ្សាយសូមអរគុណសូមជម្រាបលា